បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបាទមានវីដេអូមួយគឺចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅអតីតកាលដ៏សែនរីករាយអត់មានទុកកង្វល់ហើយថ្ងៃនេះដែរគឺ admin នាំដៃគូដៃកង់ទៅធ្វើម្ហូបបាយតាមបែបស្រុកស្រែសាមញ្ញហើយបើតាមពិតទៅគឺអត់មានកម្រងទេគ្រាន់តែអង្គុយជុំគ្នាក៏នឹកឃើញគំនិតមួយថានឹកអតីតកាលដែរធ្លាប់ហូបបាយដាំបាយនៅវាស្រែនៅអីចឹងពេលដែលទៅស្រែចម្ការក៏បបួលគ្នារៀបចំសម្ភារៈវឺតចឹងទៅបងប្អូនហើយសម្ភារៈ admin នឹងអត់មានអីច្រើនទេគឺមានមួយឈុតនឹងគឺអាចយកទៅចម្អិនម្ហូបបានលក្ខណៈអាចហូបបាន2-3នាក់អីចឹងបើសិនជាបងប្អូនអាចចូលរួមបានក៏បានដែរអត់អីទេអាចតម្លាក់នៅក្នុង comment មកចឹងមុខម្ហូបសាមញ្ញជាងគេគឺស្ងោរជ្រូកបង្កងហើយបងប្អូនហើយព្រោះវានិយាយអស់ទៅអត់មានកម្រងហើយក៏នឹកឃើញថានេះជាវីដេអូអេពីសូតទី1ចង់សាកផលិតវីដេអូសាកមើលសិនថាតើទទួលបានការគាំទ្រពីបងប្អូនខ្លាំងប៉ុណ្ណាសិនហើយក៏ជាវីដេអូសារលបងលើកទី1ដូចគ្នាចង់ដឹងថាតើពួកយើងអាចផលិតវីដេអូលក្ខណៈបែបបោះតង់ឬក៏ធ្វើម្ហូបហូបបាយតាមបែបស្រុកស្រែកំសាន្តអារម្មណ៍បងប្អូនចឹងចង់សាកថាអាចធ្វើបានអត់តែមានអីណាបងប្អូនដល់ពេលធ្វើទៅគឺមានអារម្មណ៍ថាអាចទទួលយកបានដែរព្រោះអីម្នាក់អត់សូវមានបទពិសោធន៍ខាងដើរព្រៃបោះតង់អីទេគ្រាន់តែចូលចិត្តលក្ខណៈបែបហ្នឹងគ្រាន់តែពីមុនគឺពួកយើងធ្វើអញ្ចឹងប៉ុន្តែអត់បានថតជាវីដេអូឯកសារទេហើយលើកហ្នឹងក៏នឹកឃើញថាចង់ធ្វើជាវីដេអូឯកសារអនុស្សាវរីយ៍នៅថ្ងៃខាងមុខអីចឹងអាចរំលឹកអនុស្សាវរីយ៍ក៏ដូចជាចែករំលែកអារម្មណ៍ល្អស្រស់ស្រាយតែឥឡូវយើងគុំបបាច់វែងឆ្ងាយពេកយើងមករីករាយទស្សនាទេសភាពស្រស់ស្អាតតាមបែបវាស្រែសាមញ្ញមានក្តីសុខអាកាសធាតុខ្យល់បក់មកត្រជាក់ពេលរសៀលហ្នឹងហើយមានអីបងប្អូនពេលមើលទៅត្រជាក់ភ្នែកល្អតើហើយវាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយម្យ៉ាងដែរដែលផ្លាស់ប្ដូរពីការធ្វើម្ហូបនៅក្នុងផ្ទះមកធ្វើនៅតាមបែបវាស្រែយើងអត់អីពិបាកទេបងប្អូនឲ្យតែយើងមានគំនិតថាចង់ផ្លាស់ប្ដូរអីមួយគឺយើងអាចធ្វើបានទាំងអស់មិនថាធ្វើម្ហូបនៅក្នុងផ្ទះឬក៏ទីណាទេឲ្យតែយើងចង់គឺយើងអាចធ្វើបានអញ្ចឹង admin ពងតែញាប់ដៃញាប់ជើងឲ្យបងប្អូនម្ហូបសាមញ្ញតែវាទទួលបានឲ្យជារសថ្មីឲ្យជារសហ្នឹងគឺមិនសំដៅទៅលើមុខម្ហូបយើងផ្សំគ្រឿងទៅឆ្ងាញ់ទេគឺឲ្យជារសបែបហូបអាយតាមបែបវាស្រែមើលគយគុណទេសភាពមើលវាស្រែវាស្រូវខៀវស្ងាត់អញ្ចឹងបងប្អូនហើយទៅចែកគ្នាលេងហូបបាយបដាចែកគ្នាលេងបដាទៅមានអីម្យ៉ាងដែរតែឥឡូវបោកបាច់ច្រើនពេកគឺយប់បាត់ហើយបងប្អូនម្ហូបអត់តន់ឆ្អិនទេគ្រាន់តែថាចិត្តឆ្អិនពងលីគ្រឿងហើយអញ្ចឹងញាប់ដៃញាប់ជើងខៃឡូថាទីទៀតទៅយប់យូរសបិនច្រើនអញ្ចឹងក៏ admin ចាប់ដើមជួយគាត់ខ្លះហើយការងារថ្ងៃហ្នឹងគឺអត់មានអីច្រើនទេគឺដៃកាមេរ៉ាមែនទុកឲ្យតួគាត់សម្ដែងអញ្ចឹងគាត់សម្ដែងធ្វើម្ហូបហើយសំខាន់តួយើងអត់ដែលសូវធ្វើម្ហូបទេគាត់ថាគាត់អត់សូវមានជំនាញទេប៉ុន្តែសម្រាប់មុខម្ហូបមួយនេះគឺវាស្រួលយើងអាចនិយាយទៅពាក្យច្រើនគឺអ្នកដែលចូលចិត្តដើរលេងអញ្ចឹងគឺគាត់អាចធ្វើបានទេត្រឹមតែស្ងោរជ្រក់សាច់គោស្ងោរជ្រក់បកងឬក៏ស្ងោរជ្រក់ត្រីអីចឹងវាងាយស្រួលអញ្ចឹងសូមផ្ដាំទៅបងប្អូនដែលចូលចិត្តដើរលេងកំសាន្តបែបចឹងគួរតែរៀនធ្វើមុខម្ហូបឲ្យចេះ 4-5 មុខអីទៅស្រួលយើងទិញគ្រឿងទិញត្រូវគឺយកទៅធ្វើនៅទីនោះឬក៏ទីកន្លែងណាមួយចឹងគឺងាយស្រួលយើងអត់ហត់ទិញគេបើយើងទិញគេក៏វាបានដែរគ្រាន់ថាវាអត់មានទទួលបានអារម្មណ៍អីប្លែកហើយយើងចម្អិនខ្លួនឯងទៅយើងបានរីករាយអ្វីដែលយើងបានធ្វើហើយបរិយាកាសនៅទីនោះផងហើយយើងអាចថតជាវីដេអូទុកជាអនុស្សាវរីយ៍វារំភើបពេលយើងមើលថ្ងៃក្រោយក៏យើងអាចនិយាយថាវីដេអូយើងមិនល្បីប៉ុន្តែថ្ងៃក្រោយទៅអាចទុកឲ្យកូនចៅឬក៏មិត្តភ័ក្តិបងប្អូនយើងអាចចូលទស្សនាតែឥឡូវបងប្អូននិយាយច្រើនពេកហើយដល់ម៉ោងញ៉ាំហើយតែឥឡូវយើងចាប់ដើមភ្លក់គេហៅថាម្ហូបបែបវាស្រែគឺស្ងោរជ្រូកបកាហើយ admin កាន់កាមេរ៉ាហ្នឹងគឺសុំហូបដែរហើយប៉ុណ្្នឹងហើយបាយចាំផងអីដល់កុំហូបលៀនពេកទេអូផងបិទកាមេរ៉ាបិទទៅហូបដែរបាយមែនតើបងប្អូន